ស្ថានភាពនៅឧបទ្វីបកូរ៉េបានឈានដល់ចំណុចប្រកាសអាសន្នជាថ្មីទៀតហើយបន្ទាប់ពីសារព័ត៌មាននៅរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយបទវិចារណកថាមួយនៅថ្ងៃទី31កក្កដា2026ដោយព្រមានចំថាសង្គ្រាមឬការប៉ះទង្គិចគ្នានៅឧបទ្វីបកូរ៉េគឺជារឿងមុននឹងក្រោយតែប៉ុណ្ណោះពលគឺច្បាស់ណាស់នឹងកើតឡើងគ្រាន់តែអាស្រ័យលើពេលវេលាថាយូរឬក៏ឆាប់ការប្រកាសរបស់ក្រុងព្យុងយ៉ាងធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចពង្រីកសមត្ថភាពនិងបន្ថែមជួរមន្ត្រីនៅទីបញ្ជាការកងទ័ពអាមេរិកប្រចាំប្រទេសជប៉ុនកូរ៉េខាងជើងបានចោទប្រកាន់វ៉ាស៊ីនតោនថាការដំឡើងទំហំទីបញ្ជាការកងទ័ពនៅជប៉ុននេះគឺជាការប្រែក្លាយទីតាំងនេះឲ្យទៅជាទីបញ្ជាការសង្គ្រាមពេញលេញក្នុងគោលបំណងរៀបចំកងកម្លាំងស្វ័យការពារជប៉ុនឲ្យត្រៀមខ្លួនធ្វើសង្គ្រាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមេបញ្ជាការកងទ័ពអាមេរិកប្រចាំជប៉ុនលោកឧត្តមសេនីយ៍តូ Stephen Cho បានប្រាប់កាសែត Asahi ថាទីបញ្ជាការបានបន្ថែមបុគ្គលិកចំនួន215នាក់ចាប់តាំងពីឆ្នាំ2025មកដើម្បីពង្រឹងមុខងារបញ្ជានិងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តឲ្យកាន់តែមានប្រសិទ្ធភាពប្រភពព័ត៌មានពី KCNA បានគូបញ្ជាក់ថាកិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនកំពុងតែបង្កើនកម្ដៅយ៉ាងខ្លាំងហើយទីបញ្ជាការអាមេរិកនៅជប៉ុននេះនឹងក្លាយជាកងកម្លាំងដំបូងគេបង្អស់ដែលត្រូវដាក់ពង្រាយមកកាន់ឧបទ្វីបកូរ៉េប្រសិនបើមានមហន្តរាយសង្គ្រាមផ្ទុះឡើងមែននោះក្រុងព្យុងយ៉ាងបញ្ជាក់បន្ថែមថាការធ្វើសឹកសង្គ្រាមបែបប្រថុយប្រថានរបស់អាមេរិកនិងសម្ព័ន្ធមិត្តនេះគឺជាមូលហេតុសមស្របបំផុតដែលបង្ខំឲ្យកូរ៉េខាងជើងត្រូវតែបន្តអភិវឌ្ឍនិងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនជាចាំបាច់ដើម្បីធ្វើជាអាវុធទប់ស្កាត់និងការពារខ្លួនគូរំលឹកថានេះគឺជាបទវិចារណកថាទី4ហើយរបស់ KCNA ក្នុងខែកក្កដានេះដែលចេញមុខរិះគន់និងវាយប្រហារទៅលើកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ការដកតំណែងដ៏ចម្រូងចម្រាសរបស់លោក Mikhailo Fedorov អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានស្ដែងចេញនៅដើមហេតុពិតប្រាកដហើយបន្ទាប់ពីរូបលោកបានចេញមុខទម្លាយថាការដេញរូបលោកចេញពីតំណែងភ្លាមៗនេះគឺដោយសារតែលោកបានខិតខំកែប្រែប្រព័ន្ធទិញដូរនិងដេញថ្លៃអាវុធយោធាឲ្យមានតម្លាភាពនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី30ខែកក្កដាឆ្នាំ2026លោក Fedorov បានបញ្ជាក់ថាផែនការលុបបំបាត់អំពើពុករលួយនិងការរៀបចំរចនាសម្ព័ន្ធទិញអាវុធឡើងវិញបានធ្វើឲ្យមន្ត្រីមានអំណាចជាច្រើនទាំងក្នុងនិងក្រៅក្រសួងកើតការក្តៅក្រហាយនិងមិនពេញចិត្តយ៉ាងខ្លាំងរហូតដល់មានការដាក់សម្ពាធនៅបង្កើតព័ត៌មានអវិជ្ជមានវាយប្រហាររូបលោកជំទាវលោក Fedorov ដែលជាអ្នកជំនាញបច្ចេកវិទ្យាវ័យ35ឆ្នាំនិងធ្លាប់ត្រូវបានចាត់ទុកជាបុគ្គលដ៏សំខាន់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិបានត្រឹមរយៈពេល6ខែប៉ុណ្ណោះលោកបានរៀបរាប់ថាកិច្ចការដំបូងបង្អស់ដែលលោកបានធ្វើពេលចូលកាន់តំណែងគឺការប្រកាសឲ្យមានប្រព័ន្ធដេញថ្លៃជាសាធារណៈសម្រាប់ទិញសម្ភារៈយោធានិងការផ្លាស់ប្តូររបៀបជ្រើសរើសបុគ្គលិកធ្វើការនៅក្នុងក្រសួងដើម្បីដោះស្រាយបញ្ហាដ៏រសើបនេះឲ្យចំឫសគល់លោកជឿថាមានតែការកសាងគ្រឹះថ្មីនេះទេទើបអាចលុបបំបាត់ភាពមិនប្រក្រតីនេះបានការដកតំណែងលោក Fedorov គឺដើរទន្ទឹមគ្នានឹងការរៀបចំជួររដ្ឋាភិបាលឡើងវិញរបស់លោកប្រធានាធិបតី Volodymyr Zelensky ដោយលោកត្រូវបានជំនួសដោយលោក Yevgeny Khmara អតីតប្រធានភ្នាក់ងារសន្តិសុខ SBU ទោះបីជាលោក Zelensky បានលើកឡើងថាការដកតំណែងនេះបណ្ដាលមកពីចំនួនរវាងលោក Fedorov និងអគ្គមេបញ្ជាការកងទ័ពលោក Alexander Syrský ក៏ដោយក៏លោក Fedorov បានបដិសេធថាវាមិនមែនជាចំនួនបុគ្គលនោះទេប៉ុន្តែជាការខ្វែងគំនិតគ្នាចំពោះចក្ខុវិស័យនៃការដឹកនាំសង្គ្រាមសូមជម្រាបថាការបាត់បង់តំណែងរបស់លោក Fedorov បានធ្វើឲ្យប្រជាជននិងអ្នកគាំទ្រជាច្រើនខឹងសម្បាយ៉ាងខ្លាំងរហូតដល់ផ្ទុះបាតកម្មជាច្រើនថ្ងៃទាមទារឲ្យលោកចូលកាន់តំណែងវិញព្រោះកន្លងមកលោកត្រូវបានមើលឃើញថាជាអ្នកនៅពីក្រោយជ័យជំនះការប្រែស្ថានភាពសមរភូមិតាមរយៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ីនៅលើវេទិកាបណ្ដាញផ្សាយព័ត៌មានអន្តរជាតិធំៗនៅពេលនេះកំពុងតែផ្ដោតទៅលើយុទ្ធសាស្ត្ររបស់អ៊ុយក្រែនបាញ់ឆ្ពោះទៅរកការរំដោះគ្រីមៀពីដៃរុស្ស៊ីវិញនៅលើវេទិកានោះឧត្តមសេនីយ៍សហរដ្ឋអាមេរិកធ្លាប់ជាមេបញ្ជាការកងទ័ពអាមេរិកនៅអឺរ៉ុបគឺឧត្តមសេនីយ៍ Ben Hood បានផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្ដាញផ្សាយព័ត៌មានអន្តរជាតិរបស់សហរដ្ឋអាមេរិកដោយផ្ដល់យុទ្ធសាស្ត្រមុតស្រួចទៅឲ្យអ៊ុយក្រែនត្រៀមសម្រួលយុទ្ធសាស្ត្រនៃការវាយផ្ដាច់ដែនដីគ្រីមៀពីដៃរបស់រុស្ស៊ីឲ្យបានរឹងមាំនិងឆាប់រហ័សបំផុតជាមួយនឹងការវាយផ្ដាច់ស្ពានខឺតគ្រីមៀ
តែយ៉ាងណានៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្ដាញផ្សាយព័ត៌មាន Fox News ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បញ្ជាក់ថាគ្រីមៀត្រូវតែត្រឡប់មកនៅជាមួយអ៊ុយក្រែនវិញព្រោះគ្រីមៀគឺជាដែនដីរបស់អ៊ុយក្រែនតែលោកប្រាប់ទៅអ្នកសារព័ត៌មាន Fox News ថាអ្នកត្រូវរងចាំថាតើយើងអ៊ុយក្រែនយកគ្រីមៀមកវិញដោយរបៀបណានៅពេលខាងមុខនេះគ្រីមៀបច្ចុប្បន្ននេះក្លាយទៅជាតំបន់យុទ្ធសាស្ត្រនៃសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនជាចំណុចក្តៅបំផុតនៃការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយក៏ជាការដែលរុញអំណាចរបស់លោកពូទីនអាចក្រឡប់ផងដែរបើគ្រីមៀរបូតត្រឡប់មកក្នុងដៃអ៊ុយក្រែនវិញតែសូមជម្រាបថាគ្រីមៀស្ថិតនៅក្នុងភាពចម្រូងចម្រាសរវាងអ៊ុយក្រែននិងរុស្ស៊ីតាំងពីសម័យស្ដេចសាររបស់រុស្ស៊ីក្នុងទសវត្ស1780ដែលមាចក្រពត្តិរុស្ស៊ីដណ្ដើមយកបានពីចក្រពត្តិអូតូម៉ុងអ៊ុយក្រែននៅក្នុងសម័យសូវៀតគ្រីមៀត្រូវបានរាប់ជាតំបន់មួយក្នុងទឹកដីនៃប្រទេសអ៊ុយក្រែននៅឆ្នាំ1954ប្រធានាធិបតីសហភាពសូវៀតនីគីតាក្រាឆៅបញ្ជាក់ថាគ្រីមៀស្ថិតនៅក្នុងដែនដីនៃសាធារណរដ្ឋអ៊ុយក្រែនព្រោះថាគ្រីមៀជាដែនដីប្រវត្តិសាស្ត្ររបស់អ៊ុយក្រែនតាំងពីបរមកាលមកនោះក្នុងស្ថានភាពដូចនេះនៅពេលដែលការដួលរលំសហភាពសូវៀតនៅឆ្នាំ1991ប្រធានាធិបតីសហព័ន្ធរុស្ស៊ីដំបូងគេគឺលោក Boris Yeltsin បានអនុវត្តតាមក្រឹត្យរបស់ប្រធានាធិបតីសហភាពសូវៀត Nikita Khrushchev កំណត់ថាជ្រុយឧបទ្វីបគ្រីមៀត្រូវស្ថិតនៅក្នុងដែនអធិបតេយ្យភាពនៃសាធារណរដ្ឋអ៊ុយក្រែនលោក Boris Yeltsin នៅពេលនោះយល់ព្រមតាមការទាមទាររបស់ប្រធានាធិបតីអ៊ុយក្រែនដំបូងនៃប្រទេសអ៊ុយក្រែនដែលក្រោយពីផ្ដាច់ខ្លួនចេញពីសហភាពសូវៀតនោះគឺលោក Leonid Kuchma ប្រធានាធិបតីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកំណត់ព្រំដែនរួមជាមួយគ្នាឡើងវិញដោយគ្រីមៀស្ថិតនៅក្នុងដែនដីនៃប្រទេសអ៊ុយក្រែនហើយតំបន់ដុនបាសក៏នៅក្នុងដែនដីនៃប្រទេសអ៊ុយក្រែនផងដែរសន្ធិសញ្ញាព្រំដែនរួមរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិតាំងពីឆ្នាំ1991មកដោយកំណត់ថាវាជាដែនដីស្របច្បាប់របស់ប្រជាជនអ៊ុយក្រែនប៉ុន្តែលោក Vladimir Putin មានដឹកនាំជំនាន់ក្រោយនៃសហព័ន្ធរុស្ស៊ីជាមេដឹកនាំបន្ទាប់ពីលោក Boris Yeltsin ព្យាយាមដណ្ដើមយកគ្រីមៀត្រឡប់ពីអ៊ុយក្រែនមកវិញទីបំផុតលោកពូទីនបង្ខំឲ្យប្រធានាធិបតីអ៊ុយក្រែនសម័យនោះគឺលោក Viktor Yanukovych ចុះហត្ថលេខាប្រគល់ដែនដីគ្រីមៀឲ្យស្ថិតនៅក្នុងចំណុះរបស់រុស្ស៊ីលោក Viktor Yanukovych ដែលរត់ចេញពីប្រទេសអ៊ុយក្រែននៅក្រោមស្ថានភាពនៃការធ្វើរដ្ឋប្រហាររបស់ប្រជាជនទម្លាក់គាត់ពីអំណាចដោយសារតែគាត់ប្រកាសថាគ្រីមៀជាដែនដីរបស់រុស្ស៊ីនៅពេលនោះគឺក្នុងខែកុម្ភៈឆ្នាំ2014គាត់រត់ទៅនៅទីក្រុងមូស្គូជាមួយគ្រួសាររបស់គាត់សម្រេចចុះហត្ថលេខាក្នុងឋានៈជាប្រធានាធិបតីរដ្ឋចៅប្រទេសប្រគល់គ្រីមៀទៅឲ្យរុស្ស៊ីក្រោមការគៀបសង្កត់របស់លោកពូទីនដែលលោក Volodymyr Zelensky ផ្ដល់បទសម្ភាសន៍ទៅឲ្យបណ្ដាញផ្សាយព័ត៌មានសហរដ្ឋអាមេរិកថាយើងអត់ទទួលស្គាល់ទឹកបិចរបស់លោក Viktor Yanukovych ដែលចុះហត្ថលេខាជ្រៀតទឹកដីគ្រីមៀទៅឲ្យរុស្ស៊ីនោះទេលោក Volodymyr Zelensky ថ្លែងថាគ្រីមៀនៅតែជាផ្នែកមួយនៃទឹកដីអ៊ុយក្រែននៅពេលដែលអ្នកសារព័ត៌មានFox News សួរទៀតថាតើអ្នកនឹងយកគ្រីមៀត្រឡប់មកវិញនៅពេលនេះឬក៏នៅប្រមាណសប្តាហ៍ខាងមុខទៀតហើយការយកគ្រីមៀត្រឡប់មកវិញមាននីតិវិធីយុទ្ធសាស្ត្ររបៀបណាលោក Volodymyr Zelensky បានថ្លែងថាអ្នកចាំមើលទៅតើយើងយកគ្រីមៀវិញបានដោយរបៀបណាប៉ុន្តែលោក Zelensky បញ្ជាក់ថាគ្រីមៀត្រូវតែត្រឡប់មកនៅជាមួយអ៊ុយក្រែនវិញព្រោះយើងអត់ដែលបោះបង់ចោលទឹកដីរបស់យើងចំណែកណាមួយដាច់ខាតនៅពីនេះសូម្បីតែទឹកដីនៅភាគខាងកើតប្រទេស
ដែលកំពុងធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីវាយកបានគឺយើងអត់ដែលដកថយការប្រយុទ្ធនោះទេយើងប្រយុទ្ធការពារទឹកដីរបស់យើងជាតិនេះយើងត្រូវតែរុញទ័ពឈ្លានពានឲ្យចេញពីទឹកដីរបស់យើងលោក Volodymyr Zelensky បានថ្លែងថាប្រជាជនអ៊ុយក្រែនអត់ដែលទទួលស្គាល់ថាគ្រីមៀជារបស់រុស្ស៊ីម្ដងណានោះទេហើយរុស្ស៊ីដឹងខ្លួនឯងច្បាស់ណាស់ថាការចាប់យកគ្រីមៀបើទោះតាមរយៈប្រធានាធិបតីម្នាក់រត់ចោលប្រទេសចុះហត្ថលេខាជ្រៀកទឹកដីទៅឲ្យខ្លួនក៏ដោយគឺអត់មានភាពស្របច្បាប់បន្តិចសោះឡើយវាអត់មានត្រូវនឹងគោលការណ៍ច្បាប់អន្តរជាតិនោះទេដូច្នេះរុស្ស៊ីត្រូវតែដឹងខ្លួនថាมันអាចយកគ្រីមៀពីដៃរបស់អ៊ុយក្រែនបានដោយស្របច្បាប់នោះទេត្រូវតែទទួលស្គាល់ថាគ្រីមៀស្ថិតនៅក្នុងដែនដីនៃប្រទេសអ៊ុយក្រែនលោកប្រាប់បណ្ដាញផ្សាយព័ត៌មាន Fox News ថាយុទ្ធសាស្ត្រកំពុងតែដាក់ចាប់យកគ្រីមៀត្រឡប់មកវិញហើយតែអ្នកត្រូវរងចាំបន្តិចថាតើយើងយកគ្រីមៀដោយរបៀបណាការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នេះនៅលើវេទិកាអន្តរជាតិមួយនៅទីក្រុងវ៉ាស៊ីនតោនពេលដែលលោកធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោនជួបលោកប្រធានាធិបតី Donald Trump កំណត់យុទ្ធសាស្ត្រចុងក្រោយនៃការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនេះលោក Volodymyr Zelensky បង្ហាញមោទនភាពយ៉ាងខ្លាំងនៅចំពោះមុខសមាជិកសភាព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលអ៊ុយក្រែនកំពុងតែមានព្រៀបខ្លាំងក្នុងការប្រើប្រាស់សង្គ្រាមស្កាយឬសង្គ្រាមដ្រូនវាយបកវិញទៅលើទីក្រុងមូស្គូជាពិសេសអ៊ុយក្រែនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រមានព្រៀបក្នុងការចាប់យកគ្រីមៀត្រឡប់មកវិញក្នុងពេលនោះហើយដែលព្រឹទ្ធសភាសម្លេងភាគច្រើនបានគាំទ្រសេចក្តីស្នើច្បាប់តនកម្មមួយរបស់សមាជិកព្រឹទ្ធសភា Lindsey Graham ដោយបោះឆ្នោតសម្លេងភាគច្រើន86សម្លេងក្នុងសម្លេងសរុបព្រឹទ្ធសភាសហរដ្ឋអាមេរិក100សម្លេងគាំទ្រលុះលុបឲ្យមានតនកម្មកម្រិតធ្ងន់ធ្ងរដាក់ទៅលើរុស្ស៊ីនៅពេលដែលបណ្ដាញផ្សាយព័ត៌មានអន្តរជាតិចោទសួរលោក Volodymyr Zelensky ករណីដែលត្រូវចាប់យកដែនដីគ្រីមៀត្រឡប់មកវិញឧត្តមសេនីយ៍ Ben Hur ឯណោះកម្ពុជាមេទ័ពដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកលោកបានផ្ដល់អនុសាសន៍ទៅអ៊ុយក្រែនឲ្យត្រៀមរៀបចំយុទ្ធសាស្ត្រមុតស្រួចដើម្បីចាប់យកគ្រីមៀត្រឡប់មកវិញនៅលើវេទិកាអន្តរជាតិនិងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់សហរដ្ឋអាមេរិកឧត្តមសេនីយ៍ Johnny Watt Ben Hur ផ្ដល់អនុសាសន៍ថាទី1យុទ្ធសាស្ត្រនៃការវាយផ្ដាច់ដែនដីគ្រីមៀចេញពីរុស្ស៊ីនៅពេលនេះគឺអ៊ុយក្រែនប្រើប្រាស់យុទ្ធសាស្ត្រនេះប្រតិបត្តិការ40ថ្ងៃនេះកំពុងតែជោគជ័យខ្លាំងហើយការកាត់ផ្ដាច់ជ្រួញអបតិគ្រីមៀពីដែនដីរុស្ស៊ីកំពុងតែមានប្រសិទ្ធភាពថាអ៊ុយក្រែននឹងធ្វើបានជោគជ័យប៉ុន្តែឧត្តមសេនីយ៍ Ben Hur នៅតែទាមទារថាអ៊ុយក្រែនត្រូវមានយុទ្ធសាស្ត្រមួយទៀតគឺត្រូវសម្រេចចិត្តយកឈ្នះឲ្យបាននៅពេលនេះគឺត្រូវវាយផ្ដាច់ស្ពានគ្រីមៀនៅពេលដែលអ្នកសារព័ត៌មានសួរថាតើប្រជាជនរុស្ស៊ីរាប់ម៉ឺននាក់ដែលនៅសេសសល់ពីការមិនព្រមរត់ចោលគ្រីមៀនេះតើពួកគេនឹងច្របូកច្របល់ប៉ុណ្ណាបើស្ពានគ្រីមៀដាច់អស់ផ្លូវរត់ចេញពីជ្រោយអបទ្វីបគ្រីមៀនោះតើត្រូវឲ្យពួកគេធ្វើដូចម្តេចឧត្តមសេនីយ៍ Ben Hur នៅតែបញ្ជាក់ថាប្រជាជនរុស្ស៊ីនៅសល់តិចតួចទីនៅពីនេះដូច្នេះពួកគេអាចរកទីសុវត្ថិភាពបានដោយខ្លួនឯងបើពួកគេមិនព្រមរត់ចេញពីគ្រីមៀឲ្យអស់នៅប្រមាណសម្រាប់នេះគឺពួកគេត្រូវប្រឈមមុខនឹងការពារខ្លួនឯងដោយខ្លួនឯងប៉ុន្តែលោកនៅតែបញ្ជាក់ថាយុទ្ធសាស្ត្ររុញប្រជាជនរុស្ស៊ីឲ្យរត់ចេញពីគ្រីមៀគឺត្រូវតែដាក់ផែនការកំទេចស្ពានគ្រីមៀប៉ុន្តែលោកមិនទាន់បញ្ជាក់ថាត្រូវផ្ដាច់ស្ពានគ្រីមៀនៅពីនេះទេលោកដំសេនីយ៍ Ben Hur លើកឡើងថាស្ពានគ្រីមៀត្រូវកាត់ផ្ដាច់ស្ពានគ្រីមៀគឺជាការអស់ផ្លូវនៃការលើកទ័ពរបស់រុស្ស៊ីដឹកភស្តុភារយោធាចូលមកគ្រីមៀបានទៀតហើយពេលនោះដែនដីគ្រីមៀវាคล้ายជាកោះមួយយ៉ាងពិតប្រាកដគឺវាលែងមានតំណភ្ជាប់ទៅនឹងដែនដីគោកនៃប្រទេសរុស្ស៊ីទៀតហើយប៉ុន្តែសំណួរសួរតើនៅពេលនោះរុស្ស៊ីនឹងប្រតិកម្មដោយធ្ងន់ធ្ងរបំផុតតើអ្វីត្រូវទប់ទល់ឧត្តមសេនីយ៍ Ben Hur នៅតែអះអាងថា
វាជាពំរួចទេនៅពេលដែលប្រទេសធ្លាក់ក្នុងសង្គ្រាមវាត្រូវតែប្រឈមមុខនឹងការវាយបកវិញពីភាគីម្ខាងទៀតប៉ុន្តែត្រូវប្រើយុទ្ធសាស្ត្រវាយឈ្នះឲ្យបានយ៉ាងលឿនបំផុតឧត្តមសេនីយ៍ជូនីវ៉ាត់បេនហ៊ូតដែលធ្លាប់ជាមេទ័ពអាមេរិកប្រចាំការនៅអឺរ៉ុបនេះបានឲ្យដឹងទៀតថាលោកចង់ឃើញអ៊ុយក្រែនលើកទ័ពជើងគោកចូលទៅគ្រីមៀក្នុងអន្តរកាលដែលស្ពានខើគ្រីមៀត្រូវបានកាត់ផ្ដាច់អ៊ុយក្រែនលើកទ័ពជើងគោកចូលទៅគ្រីមៀវាស្មើនឹងការចាប់ផ្ដើមរំដោះដែនដីគ្រីមៀត្រឡប់មកវិញយ៉ាងណាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថ្មីនេះបានអំពាវនាវទៅប្រជាជនអ៊ុយក្រែនដែលរស់នៅលើដែនដីគ្រីមៀឲ្យត្រៀមទទួលការទៅដល់របស់កងទ័ពអ៊ុយក្រែនដែលលោកថាជាពំរួចទីកងទ័ពអ៊ុយក្រែនត្រូវតែបោះជំហានចូលដែនដីគ្រីមៀលោក Zelensky ថានៅពេលដែលអ៊ុយក្រែនលើកទ័ពបោះជំហានចូលគ្រីមៀពេលនោះហើយដែលអ៊ុយក្រែនត្រូវកំណត់ថាគ្រីមៀត្រូវតែធ្លាក់ក្នុងដៃរបស់អ៊ុយក្រែនវិញយ៉ាងណាអ្នកសង្កេតការណ៍មើលឃើញថានៅពេលដែលគ្រីមៀធ្លាក់ក្នុងដៃរបស់អ៊ុយក្រែនវិញសង្គ្រាមអាចបិទបញ្ចប់ជាមួយនឹងការដែលលោក Vladimir Putin ក៏ត្រូវបិទបញ្ចប់អំណាចរបស់គាត់ផងដែរព្រោះការកាត់ផ្ដាច់គមនាគមន៍ទាំងអស់ជាមួយនឹងដែនដីគោកនៃប្រទេសរុស្ស៊ីគឺរុស្ស៊ីអត់មានសមត្ថភាពលើកទ័ពចូលគ្រីមៀនោះទេរុស្ស៊ីមានសមត្ថភាពត្រឹមតែបាញ់មីស៊ីលកំទេចគ្រីមៀតែប៉ុណ្ណោះដូច្នេះថាតើការធ្វើសង្គ្រាមបាញ់មីស៊ីលពីចម្ងាយបាញ់ដ្រូនពីចម្ងាយបាញ់កំភ្លើងធំពីផ្នែកម្ខាងនៃដែនដីរុស្ស៊ីចូលគ្រីមៀបញ្ជាក់ថាមហាអំណាចរុស្ស៊ីអស់សមត្ថភាពចូលកាន់កាប់គ្រីមៀបានវិញហើយនៅពេលនោះប្រជាជនរុស្ស៊ីជិត2លាននាក់ដែលមានទ្រព្យសម្បត្តិមានលំនៅឋានប្រណិតនៅគ្រីមៀពួកគេខកចិត្តនឹងលោក Vladimir Putin ដែលធ្វើសង្គ្រាមផុងខ្លួនហើយរបូតគ្រីមៀត្រឡប់ទៅដៃអ៊ុយក្រែនវិញនេះពួកគេនឹងថ្កោលទោសលោកពូទីនពួកគេងើបបះបោរប្រឆាំងលោកពូទីនហើយប្រជាជននៅទីក្រុងមូស្គូអាចងើបបះបោរប្រឆាំងនឹងលោកពូទីនគឺលោកពូទីនត្រូវតែរត់ចេញពីវិមានកម្លាំងបើលោកពូទីនរងសម្ពាធនៃការបះបោររបស់ប្រជាជនរត់ចេញពីវិមានកម្លាំងវាមិនខុសអីបរោះខ្លាំងកម្ពុជាជនផ្ដាច់ការនៅរុស្ស៊ីរូបនេះសម្រាប់ទម្លាក់អំណាចរបស់ខ្លួន